ចូលឆ្នាំហ្នឹងក៏បានកន្លងផុតពី3ថ្ងៃទៅហើយនៅឡើយតែវីដេអូដែលធ្លាប់ថតកាលពីចូលឆ្នាំហ្នឹងមិនទាន់បានផុសនៅឡើយទេអញ្ចឹងហើយមក voice over និយាយពីកាលពីថ្ងៃទី2នៃថ្ងៃចូលឆ្នាំដែលត្រូវជាថ្ងៃវីរៈវ័នបត្តិខ្ញុំបាទជូនម៉ែយាយតាដែលគាត់បានធ្វើចង្ហាន់ហ្នឹងមកប្រគេនព្រះសង្ឃនៅវត្តសេរីអង្គជុំហើយក៏បានទទួលបុណ្យកុសលគួរសមដែរប្រហែលជូនគាត់មកអញ្ចឹងណាហើយយើងមានការប្រគេនចង្ហាន់ព្រះសង្ឃក៏ដូចជាបច្ច័យ4ផ្សេងទស្សនភាពវត្តសេរីអង្គជុំរបស់យើងទាំងមូលគឺស្រស់ស្អាតខ្លាំងមែនទែនគ្រាន់តែថាខ្ញុំមិនសូវបានថតច្រើនប្លង់ណាបងប្អូនយើងខ្ញុំថតបានតិចតួចក៏ផន់ផុសបន្តិចបន្តួចនេះទៅហើយបើចិនជាទស្សនភាពទាំងមូលវាគឺស្រស់ស្អាតណាស់ការរៀបចំបាទទីធ្លានៃវត្តអារាមនេះគឺស្រស់ស្អាតមែនទែនជាទូទៅយើងញោមពុទ្ធបរិស័ទគឺគាត់អញ្ជើញមកចូលរួមនៅពេលដែលបុណ្យទានអញ្ចឹងណាបានមានសម្បូរមនុស្សច្រើនតែបើសិនជាថ្ងៃធម្មតាមិនសូវជាមានទេបាទមួយអញ្ចឹងទៅជួនកាលណាក៏អត់ទៅអញ្ចឹងណាចាំបងយកភ្លេចជួយចូលរួមបាទទីវត្តអារាមមិនថាវត្តសេរីអង្គជុំក៏ជាវត្តផ្សេងណាបាទថ្ងៃណាគ្រប់ខុសពីថ្ងៃបុណ្យទាននេះអាចចូលរួមជាចង្ហាន់ក៏ជាបច្ច័យបុណ្យផ្សេងសម្រាប់ព្រះសង្ឃក្នុងវត្តអារាមនានាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេសូមជូនបងប្អូនយើងដែលបានទស្សនាវីដេអូនេះរហូតដល់ចប់បាទសូមទទួលបានបុណ្យកុសលស្មើនឹងខ្ញុំបាទសូមអរគុណសូមជម្រាបលាមានឱកាសក្រោយខ្ញុំបន្តថតទីធ្លាវត្តអារាមនេះឲ្យបានច្បាស់ហើយបានច្រើនជាងនេះបន្ថែមទៀតអរគុណច្រើន